សម្ដេចនាយករដ្ឋមន្ត្រីឧបត្ថម្ភប្រាក់ចំនួន10លានរៀលជូនទៅដល់ពលករនីម្នាក់រងគ្រោះព្រោះតែគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃគ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំងរហូតដល់កម្រិត 7.7 រិចតើបានវាយប្រហារបំផ្លិចបំផ្លាញទៅលើប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃកាលពីថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025ដែលបានសម្លាប់មនុស្សនិងបង្កឲ្យមានអ្នករងរបួសរាប់ពាន់នាក់ហើយនៅក្នុងនោះក៏មានពលករខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសផងដែរជាមួយនឹងការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែបំពេញការងារនៅក្រៅប្រទេសហើយបានជួបនឹងគ្រោះថ្នាក់នោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកស្រីបណ្ឌិតបានឧបត្ថម្ភថវិកាចំនួន10លានរៀលជូនដល់ពលករនីម្នាក់ឈ្មោះសឿនសំណាងអាយុ44ឆ្នាំបានរងរបួសដោយសារតែគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃតាមរយៈលោកហេងសួររដ្ឋមន្ត្រីក្រសួងកាងារចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យលោកស្រីសឿនសំណាងបានជួបគ្រោះថ្នាក់បាក់កែងជើងដោយសារតែគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃកាលពីរសៀលថ្ងៃទី28ខែមីនាឆ្នាំ2025ប៉ុន្តែឥឡូវពលករនីរូបនេះបានវិលត្រឡប់មកដល់ស្រុកកំណើតគាត់វិញហើយនៅភូមិវាថ្នល់ឃុំសាក្រៀមស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី30ខែមីនាឆ្នាំ2025បច្ចុប្បន្នអ្នកស្រីត្រូវបានគេបញ្ជូនទៅសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំខណៈថ្លៃព្យាបាលស្ថិតនៅក្រោមការឧបត្ថម្ភទាំងស្រុងពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតពិច័ន្ទមុនីហ៊ុនម៉ាណែតជាមួយគ្នានេះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានិងលោកស្រីពិច័ន្ទមុនីហ៊ុនម៉ាណែតកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025បានចូលបច្ច័យចំនួន$10,000ជូនដល់ក្រុមគ្រួសាររបស់ពលករខ្មែរម្នាក់ឈ្មោះមាសសាវាងភេទប្រុសអាយុ23ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025ខណៈគាត់កំពុងតែស្នាក់នៅនិងធ្វើការនៅប្រទេសថៃបើតាមលោកឧត្តមសេនីយ៍មីនអងលៀងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថាគិតត្រឹមថ្ងៃអង្គារទី1ខែមេសាក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់ជនរងគ្រោះជាង2700នាក់និងរបួសចំនួន4521នាក់ខណៈមនុស្សចំនួន441នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើងលើសពី3000នាក់ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីដ៏ខ្លាំងមានកម្រិត 7.7 រិចតើកាលពីថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025បានវាយប្រហារចំទីក្រុងម៉ាន់ដាឡៃដែលជាទីក្រុងធំលំដាប់ទី2របស់ប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនជាង 1.7 លាននាក់រស់នៅឥទ្ធិពលនៃគ្រោះរញ្ជួយដីដ៏កាចមួយនេះបានបង្កការវាយប្រហារទៅលើទីក្រុងបាងកករបស់ប្រទេសថៃធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានានិងបាក់រលំអគារកម្ពស់30ជាន់ដែលបានសម្លាប់មនុស្សរាប់សិបនាក់និងមានអ្នករងរបួសជាច្រើនអ្នកផងដែរនេះខ្ញុំលីលីពី I Love Cambodia Hot News TV